តើនឹងមានអ្វីកាត់ឡើងបើខ្ញុំបន្លំខ្លួនចូលរួមជាមួយនឹង Ultra Deva Warrior ខ្ញុំបានពាក់ឯកសណ្ឋានដោយពួកគាត់ហើយដើរទៅចូលរួមជាមួយនឹងពួកគាត់នឹងធ្វើខ្លួនខ្ញុំដូចជា Ultra ដែរអញ្ចឹងខ្ញុំមិនដឹងថាពួកគាត់ស្គាល់ខ្ញុំអត់ទេប៉ុន្តែទៅដល់គឺបានការងារធ្វើតែម្ដងគឺចុងទៅរៀបចំក៏បានបង្រៀនពីសមាជិករបៀបកវីតុងឲ្យត្រូវតាមចង្វាក់ពេលដែលរៀបរយអស់ហើយក៏ចាប់ផ្ដើមការឈៀតាមអារម្មណ៍របស់ខ្ញុំពេលហ្នឹងគឺតែភាពរស់រាយរបស់ពួកគាត់សំឡេងស្រែកហូរសំឡេងច្រៀងបូករួមជាមួយនឹងសន្ធឹកនៃការលោតធ្វើឲ្យខ្ញុំភ្លេចខ្លួនថាខ្ញុំកំពុងតែបន្លំខ្លួនហើយអារម្មណ៍ពេលហ្នឹងគឺដូចសមាជិក Ultra ពិតៗចឹងពួកគាត់អត់ហត់ទេខ្ញុំហត់ចឹងតែខ្យល់អត់ទេពេលហ្នឹងដែរគឺជាពេលដែលខ្ញុំយល់ច្បាស់ថា Ultra មិនមែនត្រឹមតែជាអ្នកគ្រប់គ្រងធម្មតាទេនេះគឺជាគ្រួសារគ្រប់គ្នាគឺប្រៀបបានដូចជាសមាជិកគ្រួសារតែមួយដែលកំពុងតែឈរលើកកម្លាំងចិត្តទៅដល់ក្រុមដែលខ្លួនកំពុងតែស្រឡាញ់ចឹងហើយ Ultra គឺជាអត្តសញ្ញាណនៃអ្នកគ្រប់គ្រងមួយដែលស្រឡាញ់ក្រុមរបស់ខ្លួនឯងស្មើនឹងជីវិតពួកគាត់គឺរឹងរូសនិងហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីក្រុមដែលខ្លួនឯងស្រឡាញ់ហើយនៅក្នុងប្រូលរបស់ចម្រៀងរបស់ពួកគាត់ក៏ពួកគាត់បានបញ្ជាក់ដែរថាពួកគាត់ឈរស្រែក90នាទីនិងនៅក្បែរអ្នករហូតដល់ថ្ងៃដែលពួកយើងស្លាប់ចំពោះបាត់គាត់ខ្ញុំស្រឡាញ់ melody បទនេះខ្លាំងមែនតើគ្រួសារកំពុងទេវ៉ាមកថ្ងៃនេះខ្ញុំមិនមែនត្រឹមតែបន្លំខ្លួនធម្មតាទេប៉ុន្តែខ្ញុំបានរស់នៅក្នុងអារម្មណ៍មួយនៃអ្នកគ្រប់គ្រងក្នុងលក្ខណៈជា Ultra នេះគឺជាបទពិសោធន៍ដែលខ្ញុំមិនអាចបំភ្លេចបានទេហើយជាពិសេសគឺពួកគាត់រស់រាយខ្លាំងមែនតើតែខុសពីការគិតរបស់ខ្ញុំមើលពីខាងក្រៅគឺពួកគាត់កាចហើយអាចនឹងរឹកហើយក៏មិនរំលេងសប្បាយជាមួយនឹងមនុស្សដែលស្គាល់គ្នាបែបហ្នឹងដែរ Follow ខ្ញុំដើម្បីមានតការបាត់តផ្លែផ្លែក្នុងលីកកំពូលកម្ពុជា